ថ្ងៃនេះគឺខ្ញុំចង់ចែករំលែកពាក់ព័ន្ធទៅនឹងការទាញ QR code បុគ្គលិកបាទមកចែកជូនពួកគាត់បាទដើម្បីឲ្យគាត់ហ្នឹងងាយស្រួលនឹងការ scan ចូលទៅប្រើប្រាស់ប្រព័ន្ធ PLP ចំនួនថ្មីអញ្ចឹងជាដំបូងគឺសូមលោកគ្រូអ្នកគ្រូបាទស្វែងរកពាក្យថា PLP បាទនេះគឺយើងចូលទៅ PLP សាលារបស់យើងណាបាទអញ្ចឹងចូលទៅ PLP ហ្នឹងមកបាទចឹងដល់ពេលចូលមកគឺវានឹងលោតផ្ទាំងបែបនេះបាទលោតផ្ទាំងបែបនេះអញ្ចឹងសូមលោកគ្រូអ្នកគ្រូចូលមកកន្លែងនេះបាទចូលមកកន្លែងនេះគឺហៅថាថ្នាលគ្រប់គ្រងសាលារៀនបាទ AMS បាទអញ្ចឹងលោកគ្រូចូលកន្លែងហ្នឹងមកបាទអញ្ចឹងចូលមកគឺប្រព័ន្ធវានឹងលោតបែបនេះមកឲ្យយើងបាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូចូលមកកន្លែងត្រី3នៅខាងឆ្វេងផ្នែកខាងលើបាទអញ្ចឹងចូលមកគេដាក់ថាផ្ទាំងគ្រប់គ្រងអញ្ចឹងលោកគ្រូអ្នកគ្រូចូលកន្លែងហ្នឹងមកហើយក្រោយមកទៀតលោកគ្រូអ្នកគ្រូ scroll ចូលមកក្រោមឃើញគេដាក់ថាកន្លែងនេះបាទគេដាក់ថាម៉េចគេដាក់ថាគ្រប់គ្រង QR code អញ្ចឹងលោកគ្រូអ្នកគ្រូចូលកន្លែងហ្នឹងមកបាទអញ្ចឹងតមកទៀតសូមលោកគ្រូអ្នកគ្រូចូលមកកន្លែងត្រី3នៅផ្នែកខាងលើនៅខាងស្ដាំបាទអញ្ចឹងចុចលើហ្នឹងមកអញ្ចឹងក្រោយមកទៀតលោកគ្រូអ្នកគ្រូឃើញនៅផ្នែកខាងលើគេថាគ្រប់គ្រងផ្ទាំងគ្រប់គ្រងហើយតខាងក្រោមនេះគេដាក់ថាគ្រប់គ្រង QR code បាទបង្កើត QR code ណាហើយកន្លែងនេះគឺ QR code សិស្សអញ្ចឹងដោយសារតែភាគមុនគឺខ្ញុំបានបង្ហាញពីរបៀបនៃការទាញ QR code សិស្សរួចហើយអញ្ចឹងថ្ងៃនេះគឺខ្ញុំអត់ចូលទៅកន្លែងហ្នឹងទៀតទេគឺខ្ញុំចូលមកកន្លែងបាទគ្រូម្ដងអញ្ចឹងលោកគ្រូនៅក្នុងថ្នាក់ក្នុងសាលាមួយគឺមានបាទ QR code រៀងខ្លួនអញ្ចឹងសូមលោកគ្រូមកទាញចូលកន្លែងហ្នឹងមកបាទអញ្ចឹងចុចលើគ្រប់ចុចមកលើគ្រូបង្រៀនបាទអញ្ចឹងដល់ពេលចុចមកគឺនៅកន្លែងនេះវានឹងលោតឲ្យយើងថាជ្រើសរើសកម្រិតថ្នាក់អញ្ចឹងជ្រើសរើសកម្រិតថ្នាក់នេះគឺយើងចុចលើនឹងមកវានៅក្នុងហ្នឹងគឺវាមានបាទគ្រូចាប់ពីមត្តេយ្យរហូតដល់ទី6បាទអញ្ចឹងសាលាខ្លះមានមត្តេយ្យសាលាខ្លះអត់មានមត្តេយ្យទេប៉ុន្តែដោយឡែកសាលាខ្ញុំគឺមានមត្តេយ្យណាអញ្ចឹងយើងចង់ទាញ QR code គ្រូទាំងអស់អញ្ចឹងគឺយើងចុចកន្លែងនេះបាទចុចនៅកន្លែងកម្រិតថ្នាក់ទាំងអស់អញ្ចឹងចុចឡើងមកបាទអញ្ចឹងដល់ពេលចុចមកគឺលោកគ្រូនេះគ្រូឃើញហើយគេថា QR code ដែលបានបង្កើតណា QR code បានបង្កើតហ្នឹងគឺនៅខាងក្រោមទាំងអស់ចំនួន8នាក់បាទអញ្ចឹងនៅសាលាយើងមានប្រមាណគឺមាននឹងទាំងអស់ណាមាននៅក្នុងទាំងអស់បាទមានទាំងអស់អញ្ចឹងបាទអញ្ចឹងហើយចង់បញ្ជាក់បន្ថែមបន្តិចបើសិនជាករណីយើងចង់ទាញករណីទាញបានទាញយកតែគ្រូម្នាក់អញ្ចឹងណាយើងទាញចុចលើហ្នឹងមកបាទចុចលើនេះមកគឺបាទយើងទាញបានឧទាហរណ៍ថាឥឡូវខ្ញុំចង់ទាញឈ្មោះអ្នកគ្រូឈរកំស្រុននេះមួយចុះបាទអញ្ចឹងចុចលើហ្នឹងមកគឺវានឹងដោនឲ្យយើងហើយបាទគេដោនបានហើយបាទជាប់បាត់ហើយអូខេជាប់បាត់អញ្ចឹងនេះគឺជារបៀបនៃការទាញយកគ្រូមួយបាទទាញ QR code របស់គ្រូមួយណាហើយករណីបើសិនជាយើងគិតថាខ្ញុំចង់ទាញ QR code ហ្នឹងគ្រប់បុគ្គលិកទាំងអស់គឺយើងចូលមកកន្លែងនេះបាទចូលមកកន្លែងនេះគឺយើងចុចនៅលើពាក្យថាទាញយកទាំងអស់ចុចលើហ្នឹងមកទាញ QR code បាទអញ្ចឹងហើយគេប្រាប់យើងថាម៉េចបាទជ្រើសរើសរបៀបដែលអ្នកចង់ទាញឬ QR code អញ្ចឹងករណីដែលយើងចង់ទាញវាមាន3ជម្រើសទី1គឺទាញយកទំព័របច្ចុប្បន្នហើយមួយទៀតគឺទាញយកបាទមួយទៀតគឺទាញយកបាទទាញយកទាំងអស់ក្នុងមួយថ្នាក់ហើយមួយទៀតគឺទាញយកបាទជា PDF អញ្ចឹងខ្ញុំទាញយកជាលក្ខណៈ PDF មកចែកគ្រូទាំងអស់បាទអញ្ចឹងចុចមកយើងចាំបន្តិចទៀតវានឹងដំណើរការឲ្យយើងហើយបាទហើយនេះគឺខ្ញុំចង់បញ្ជាក់ប្រាប់ដល់លោកគ្រូអ្នកគ្រូទាំងអស់ថាការទាញយក QR code នេះគឺបានតែសម្រាប់នាយកសាលាឬក៏នាយិកាទេដែលគាត់អាចទៅទាញ QR code បុគ្គលិកបានបាទឬក៏គ្រូដែលជាគ្រូ ICT នៅក្នុងសាលាណាបាទអញ្ចឹងគាត់អាចទាញយកបានបាទអូខេអញ្ចឹងយើងទាញបានហើយគឺវាលុតបែបនេះមកបាទណានេះទាំងអស់អញ្ចឹងយើងទាញមកយើងបាទព្រីនចេញទៅណាអរគុណអញ្ចឹងអ្វីដែលខ្ញុំចែករំលែកហ្នឹងគឺខ្ញុំចែករំលែកបាទប៉ុណ្ណឹងបាទអញ្ចឹងសូមលោកគ្រូអ្នកគ្រូធ្វើតាមហ្នឹងទៅបាទអញ្ចឹងបើមានខុសឆ្គងវេទនាទាំងនេះទេសូមអធិស្ឋានបិទទោសផងបាទសូមអរគុណសូមជម្រាបលា